ជំរាបសួរប្រិយមិត្តអ្នកស្ដាប់និងអ្នកទស្សនាទាំងអស់គ្នាជាទីមេត្រីសូមស្វាគមន៍មកកាន់ Channel របស់យើងខ្ញុំម្ដងទៀតថ្ងៃនេះយើងនឹងនាំអារម្មណ៍លោកអ្នកទៅចូលរួមស្ដាប់នៅសាច់រឿងដ៏ព្រឺព្រួចនិងពោពេញទៅដោយអត្ថកម្បាំងមួយដែលតាក់ទងទៅនឹងរបបប្រើប្រាស់ចាស់ៗនិងជំនឿទៅលើឈើចាស់ៗពីដើមតែងតែមានបម្រាមថាឈើមួយចំនួនដូចជាឈើកគៀឈើទាលឬឈើដែលដុននៅទីវត្តអារាមនិងទីសក្ការៈមិនគួរត្រូវបានកាប់យកមកធ្វើជាគ្រឿងសង្ហារឹមជាពិសេសគឺក្រែដេកនោះឡើយព្រោះគេជឿថាឈើទាំងនេះមានរុក្ខទេវតាឬវិញ្ញាណថែរក្សាប្រសិនបើអ្នកយកមកប្រើប្រាស់ដោយមិនបានធ្វើកិច្ចឬមិនដឹងប្រវត្តិវាអាចនឹងនាំមកនូវគ្រោះថ្នាក់ឬការយាយីពីសំណាក់ម្ចាស់ដើមហើយរឿងដែលប្រិយមិត្តនឹងបានស្ដាប់នៅពេលនេះគឺជារឿងរ៉ាវពិតដែលបានកើតឡើងទៅលើប្តីប្រពន្ធមួយគូដែលបានទិញក្រែឈើចាក់មួយដោយមិនបានដឹងពីប្រវត្តិដ៏ខ្មៅងងឹតរបស់វាតើវាសនារបស់ពួកគេនឹងទៅជាយ៉ាងណាសូមប្រិយមិត្តបិទភ្លើងបិទភ្នែកហើយត្រៀមខ្លួនស្ដាប់ទាំងអស់គ្នាកាលពីឆ្នាំ1990នៅខេត្តកំពង់ធំមានប្តីប្រពន្ធវ័យក្មេងមួយគូប្តីឈ្មោះធារានិងប្រពន្ធឈ្មោះសោភាពួកគេទើបតែរៀបការថ្មីថ្មងនិងបានសន្សំប្រាក់ទិញផ្ទះឈើមួយខ្នងនៅដាច់ស្រយាលពីភូមិបន្តិចដើម្បីចាប់ផ្ដើមជីវិតគ្រួសារដោយសារតែចំណាយលុយទិញផ្ទះអស់ច្រើនពួកគេមិនសូវមានលុយសសម្រាប់ទិញគ្រឿងសង្ហារឹមថ្មីៗនោះទេថ្ងៃមួយធារាបានជិះកង់ទៅផ្សារក៏បានប្រទះឃើញតូបលក់គ្រឿងឈើចាស់ៗមួយកន្លែងភ្នែករបស់គេបានចាប់អារម្មណ៍ទៅលើក្រែឈើមួយយ៉ាងខ្លាំងវាជាក្រែដែលធ្វើពីឈើកគៀមានក្បាច់ក្បូររចនាយ៉ាងល្អវិចិត្រមើលទៅរឹងមាំនិងមានពណ៌ខ្មៅរលោងស្អាតប្លែកគ្នាអ្វីដែលពិសេសគឺតម្លៃរបស់វាថោកខ្លាំងស្ទើរតែមិនគួរឲ្យជឿអ្នកលក់ប្រាប់ថាចង់លក់ចេញនៅឆាប់អស់ពីស្តុកធារាសប្បាយចិត្តណាស់ក៏សម្រេចចិត្តទិញដឹកយកមកផ្ទះភ្លាមពេលយកមកដល់ផ្ទះសោភាដោយជាប្រពន្ធគ្រាន់តែឃើញក្រែភ្លាមនាងមានអារម្មណ៍មិនស្រួលក្នុងចិត្តសោះនាងមានអារម្មណ៍ថាក្រែនេះមើលទៅសោះកក្រក់និងមានភាពត្រជាក់ស្រេបពេលដែលនាងយកដៃទៅស្ទាបវាបងធីរ៉ាក្រែនេះស្អាតមែនតែអូនមានអារម្មណ៍ថាខ្លាចវាយ៉ាងម៉េចមិនដឹងទេមើលក្បាច់វាចុះដូចជាក្បាច់សម្រាប់តាំងនៅវត្តឬធ្វើមកឈោយ៉ាងម៉េចទេបងទិញមកពីណាគេធ្លាប់មានម្ចាស់ទេអូនកុំគិតច្រើនពេកឈើកុគីវាចឹងឯងពណ៌វាខ្មៅរលោងស្អាតណាស់បងទិញបាំងថោកព្រោះគេចង់រើហាងយើងមិនសូវមានលុយទិញរបស់ចាស់ប្រាយសិនទេមិនអីទេក្រែនេះរឹងមាំណាស់ដេកបានរាប់សិបឆ្នាំទៀតយប់ដំបងមកដល់បរិយាកាសនៅផ្ទះថ្មីស្ងាត់ជ្រងំធារានិងសោភាបានចូលសម្រាកនៅលើក្រែឈើកុគីនោះពាក់កណ្ដាលអាត្រៀតខណៈដែលធារាកំពុងលង់លក់ក្នុងដំណេកសោភាស្រាប់តែភ្ញាក់ដឹងខ្លួនព្រោះនាងមានអារម្មណ៍ថាធ្ងន់ទ្រូងខ្លាំងណាស់ហាក់ដូចជាមានអ្វីមកសង្កត់ពីលើនាងចង់ស្រែកហៅប្តីតែស្រែកមិនរួតដៃជើងកំរើកមិនបានដូចគេហៅថាខ្មោចសង្កត់ក្នុងពេលដែលនាងកំពុងបើកភ្នែកទាំងភ័យខ្លាចនាងបានឃើញស្រមោលខ្មៅមួយអង្គុយនៅចុងក្រែស្រមោលនោះជាបុរសម្នាក់មានរាងធាត់ដំបងស្លៀកពាក់ចាស់ហើយកំពុងសម្លឹងមកនាងដោយកែវភ្នែកក្រហមឆ្អៅសំឡេងមួយបានបន្លឺឡើងក្នុងត្រចៀកនាងយ៉ាងច្បាស់ចេញពីក្រែអញនេះជាកន្លែងរបស់អញសោភាខំប្រឹងរើបំរាស់រហូតដល់នាងអាចស្រែកបានអាបងជួយផងធារាភ្ញាក់ព្រឺតបើកភ្លើងឡើងស្រមោលនោះក៏បាត់ទៅវិញសោភាញើសហូរចូលខ្លួនមុខស្លេកដូចក្រដាស់ធារាគិតថាប្រពន្ធយល់សបាត់អាក្រក់ក៏លួងលោមឲ្យគេងវិញប៉ុន្តែរឿងរ៉ាវមិនបានបញ្ចប់ត្រឹមនឹងទេយប់ទី2និងទី3កាន់តែធ្ងន់ធ្ងរឡើងរាល់យប់ឲ្យតែម៉ោង12រំលងអាត្រៀតពួកគេតែងតែឮសំឡេងខ្វាកនៅក្រោមក្រែដូចជាមានគេយកក្រចកទៅកោសឈើជួនកាលឮសំឡេងថ្ងោដកដង្ហើមធំនៅក្បែរត្រចៀកក្លិនស្អោយរលួយចាប់ផ្ដើមសាយភាយពេញបន្ទប់ដេកតែពេលបើកភ្លើងរកមើលបែរជាមិនឃើញអ្វីសោះយប់មួយដែលគួរឲ្យរន្ធត់បំផុតបានមកដល់យប់នោះមេឃភ្លៀងខ្លាំងផ្គរលាន់ឮកង់រំពើងធារានិងសោភាកំពុងដេកអោបគ្នាដោយភាពភ័យខ្លាចស្រាប់តែក្រែឈើដ៏ធ្ងន់នោះចាប់ផ្ដើមរង្គើដំបងរង្គើតិចបន្ទាប់មកក៏រង្គើខ្លាំងឡើងដូចជាមានគេចាប់អង្រួញពីក្រោមភ្លាមនោះធារាបានក្រោកឈរហើយអន់ទៅមើលក្រោមក្រែក្រោមពន្លឺភ្លើងទៀនព្រាលធារាបានឃើញមុខមនុស្សប្រុសម្នាក់ចាស់ជ្រីវជ្រួញសក់វែងកន្ត្រាងកំពុងដេកផ្ងានៅក្រោមក្រែភ្
ភ្នែកសម្លឹងមកធារាហើយញញឹមបង្ហាញធ្មេញខ្មៅខ្មៃពួកឯងហ៊ានណាស់ហ៊ានមកដេកសង្កត់លើខ្លួនអញឬអញឈឺអញធ្ងន់យកអញចេញទៅធារាភ័យមិនធត់ស្ទើរលាស់ព្រលឹងស្ទុះទៅទាញដៃប្រពន្ធរត់ចេញពីបន្ទប់ប៉ុន្តែទ្វារបន្ទប់ស្រាប់តែបិទជិតឈឹងរុនមិនទៅខ្មោចម្ចាស់គ្រែបានវាចេញពីក្រោមគ្រែយឺតរាងកាយរបស់គាត់មានស្នាមកំបិតចាក់ពេញទ្រូងឈាមហូរស្រក់តក់គាត់បានដើរតម្រង់មកធារានិងសោភាអញមិនអោយពួកឯងទៅណាទេមកនៅកំដរអញនៅទីនេះខ្មោចនោះបានលូកដៃមកចាប់ជើងសោភាទាញនាងអូសទៅរកគ្រែវិញសោភាស្រែកយំយ៉ាងខ្លាំងធារាគ្មានអ្វីជាទីពឹងក៏នឹកឃើញដល់ព្រះលើកដៃសំពះស្រែកបន់ស្រន់លោកម្ចាស់អើយខ្ញុំសុំទោសខ្ញុំមិនដឹងថាគ្រែនេះមានម្ចាស់ទេសូមលោកកុំធ្វើបាបពួកខ្ញុំអីព្រឹកឡើងខ្ញុំនឹងធ្វើបុណ្យជូនគ្រាន់តែឮពាក្យថាធ្វើបុណ្យខ្មោចនោះក៏ឈប់គាត់សម្លឹងមុខធារាដោយកែវភ្នែកកំសត់រួចចង្កុលទៅកាន់ក្បាលគ្រែដែលមានប្រហោងមួយឆ្អឹងអញនៅទីនោះយកអញទៅធ្វើបុណ្យផងនិយាយចប់ខ្មោចនោះក៏រលាយបាត់ដូចជាផ្សែងទ្វារបន្ទប់ក៏របើកឡើងវិញធារានិងសោភារត់ចេញពីផ្ទះទាំងយប់ទៅសុំផ្ទះអ្នកជិតខាងស្នាក់នៅព្រឹកឡើងធារាបានទៅនិមន្តព្រះសង្ឃនិងហៅជាងឈើមកគាស់គ្រែនោះមើលនៅពេលដែលគេគាស់ក្បាលគ្រែដែលមានប្រហោងនោះគេក៏បានឃើញកូនកោតូចមួយនិងបំណែកឆ្អឹងដៃមនុស្សដែលគេលាក់ទុកនៅខាងក្នុងឈើកគៀនោះអ្នកភូមិចាស់បានមកមើលហើយប្រាប់ថាគ្រែនេះប្រហែលជាគ្រែរបស់តាថៅកែឈើម្នាក់ដែលត្រូវបានចោរប្លន់សម្លាប់កាលពីសម័យសង្គ្រាមហើយសាកសពគាត់បាត់រកមិនឃើញទើបតែដឹងថាពួកចោរប្រហែលជាសម្លាប់គាត់ហើយញ៉ាត់ឆ្អឹងគាត់ទុកក្នុងគ្រែដែលគាត់ស្រឡាញ់បំផុតដើម្បីកុំឲ្យគេរកឃើញធារានិងសោភាបានរៀបចំធ្វើបុណ្យបង់សកុលយ៉ាងធំជូនដល់វិញ្ញាណក្ខន្ធម្ចាស់គ្រែនិងបានយកឆ្អឹងនោះទៅបញ្ចុះនៅវត្តឲ្យបានត្រឹមត្រូវចំណែកឯគ្រែឈើកគៀនោះពួកគេមិនហ៊ានប្រើទៀតទេក៏សម្រេចចិត្តប្រគេនវត្តដើម្បីទុកជាគោរពភ័ណ្ឌសង្ឃចាប់ពីពេលនោះមកពួកគេក៏លែងជួបហេតុការណ៍ចម្លែកទៀតហើយរស់នៅដោយសុខសាន្តរឿងនេះសបញ្ជាក់ឲ្យឃើញថារបស់ចាស់ពិសេសរបស់ធ្វើពីឈើសុទ្ធតែមានប្រវត្តិនិងមានម្ចាស់មុននឹងយកអ្វីមកប្រើប្រាស់ចូលផ្ទះយើងគួរតែសួរនាំប្រវត្តិឬធ្វើពិធីសុំម្ចាស់ដើមជាមុនសិនដើម្បីជៀសវាងគ្រោះថ្នាក់ដោយករណីខាងលើនេះសូមអរគុណប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់រឿងនិទានរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់សូមជូនពរប្រិយមិត្តទាំងអស់គ្នាជួបតែសេចក្តីសុខសុវត្ថិភាពគ្រប់ពេលវេលានិងគ្រប់ទីកន្លែងរាត្រីសួស្តី